ឃើញដែរទេនោះជាកម្លាំងព្រះរាជាថ្មីពួកយើងអូព្រះរាជា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 មកនេះយើងប្រមាថឯងទេហើយពេលនេះយើងប្រើកម្លាំងទាំងអស់វាយឯងឲ្យខ្ទេចហ៎លោកប្រតិការអាគូក្រហមចាប់ទៅបណ្ដឹងចុះសោះពេលនេះមានទឹកដៃមហាសាលណាស់សម្រាប់យើងគឺជាថ្នាក់ពឹងពិសេសហើយខ្ញុំមិនចាក់ការវាភ្លាមប្រមាថពេលនេះកម្លាំងនេះមិនទាន់មានខ្លាំងស៊ីទៅនាំកែស្ដាយចិញ្ចឹមទុកមួយរយៈក៏មិនទាន់ហួសដែរយល់ហើយដល់បងអើយយើងមិនទាន់ស្បែកគ្នាចាញ់ទេមកចង់ស៊ូទៅជប់យើងនៅដែនបូជាចាញ់ទៅកុំភ្លេចអាស្វាក្មេងនៅមនុស្សសុទ្ធតែនៅក្នុងដៃយើងបើចង់រក្សាជីវិតពួកគេយកជីវិតឯងមកដូរមកហេតុតែឯងធ្វើបាបគេមកសរសៃសក់យើងមិនថ្ងៃលើឯងនោះឡើយយើងមិនខ្វល់នោះទេយើងចង់ប្រយុទ្ធអ្នកដែលខ្លាំងខ្លាដូចជាឯងអញ្ចឹងកុំធ្វើឲ្យយើងខកបំណងមិនយូរទេបានជួបគ្នាទៀតហើយអរគុណព្រះរាជា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 អារម្មណ៍នេះប្រហាក់ប្រហែលណាស់យល់មកហើយខ្ញុំខ្លាប់បានជាបាបបិសាចមួយរាងកាយពួកអញចាំជាស្តៀងគ្នាណាខ្ញុំតែមានអារម្មណ៍ថាអញគឺជាបិសាចមួយនោះមកចាប់កំណើតហើយនាំយកក្តីសង្ឃឹមមកឲ្យវិធីបិសាចសិង្ហីលោកទេសូមជួយពួកយើងផងកូនសុភ័ណ្ឌឈិនចាប់យកគ្រប់គ្នាទៅបូជាយ៉ាញ់ឲ្យពួកប្រលឹងអង្កត់ហើយប្រលឹងអង្កត់ស្អីទៅជាសារគាត់ខំណាស់ចិត្តជាមួយនោះនឹងphảiយល់ដៃចាសម្រាប់ពួកវាថាក្នុងសពន្ធប្រលឹងងឹតមិនប្រហែលឆ្នាំពួកវាក៏ស្ទុះខ្លាំងនឹងរឹបអូសជួបភ្នំបយួនសឹងតែទាំងអស់ល្បីថាពួកវាស៊ីសាគ្នាឯងប្រេងផ្សាញ់ណាបើអញ្ចឹងយើងទៅជួបពួកវាហើយក្នុងនាមជាទេវតាការពារកុសពន្ធហាយើងមានទូនាទីនៅជួយសង្គ្រោះពួកគេចុះក៏គេតស៊ូឡើងឬមួយពួកឯងមិនគិតចង់សងសឹកឲ្យបងប្អូនតែសត្វអីទេពួកឯងចាំអត់មកឲ្យគេមើលគេតាទៀតពេលនេះយើងจะស្អែកពួកឯងចូលគ្រប់គ្នាចាំទុកសម្រាប់ឲ្យបានឲ្យពួកសត្រូវវាដឹងអាចគេតែយកកុសពន្ធយើងនេះមិនអាចជន់ឈ្នះបានទេសម្ដីល្អស្ដាប់មែនតែពួកគេខ្លាំងខ្លាណាស់ពួកយើងអាចយកឈ្នះបានដែរទេមានយើងហើយនៅខ្លាចស្អីទៀតដល់ទៅស៊ូចាំយើងនាំមុខបែកបុកទោះជាមិនរលំចុះមកទៅឲ្យយើងទូរេតែម្នាក់ឯងចុះប៉ុន្តែព្រះរាជានិយាយត្រូវយើងមិននិយាយពេលស្វាគមន៍ក្រហមបានយើងអាស្រ័យចង្វាក់នេះនាំគ្នាចេញមកក៏ចាពួកឯងនៅក្នុងដៃពួកវាសង្គ្រាមនេះដើម្បីកូនចៅនិងគ្រួសារយើងនិយាយត្រូវមិនអាចកោកូនចៅបានឡើយនិយាយត្រូវណាស់យើងនឹងប្រូស្លាប់មិនអាចបោះបង់កូនចៅទេមិនអាចបោះបង់កូនចៅទេមិនអាចបោះបង់កូនចៅទេមិនអាចបោះបង់បានទេ